បាទក្រុមជំនាញសួរពុកម៉ែបងប្អូនបាទថ្ងៃនេះនាំមកជួបពុកម៉ែបងប្អូននៅម៉ាស៊ីនខាងក្រៅខ្ញុំបាននេះគឺជាប្រភេទម៉ាស៊ីនសេរីថ្មីរបស់យើងហើយម៉ាស៊ីននេះដែរក៏បាទគឺថ្ងៃនេះគឺយើងត្រូវបានរៀបចំហើយស្អែកយើងនឹងដំឡើងជូនម្ចាស់គម្រោងនៅខេត្តបៃលិនហើយម៉ាស៊ីននេះបាទមានលក្ខណៈពិសេសមែនទែនដោយសារតែម្ចាស់គម្រោងរបស់យើងគឺជាជនជាតិកូរ៉េដែលគាត់រៀបចំ project នេះឲ្យសហគមន៍តាក់ទងជាមួយនឹងគម្រោងរបស់គាត់ហើយម៉ាស៊ីននេះគឺគាត់មានការកម្មង់តែម្ដងបាទបងប្អូនទី1គឺតាក់ទងជាមួយនឹងຂະຫນាតរបស់យើងគឺប្រភេទຂະຫນាត1000លីត្រទេក៏ប៉ុន្តែគាត់ customize ជាមួយនឹងធុងធំបាទធុងធំតែម្ដងចំនួន3ធុងបាទយើងប្រើជាប្រភេទធុងចាប់កធំចំនួន2បាទប្រើប្រភេទ motor ធំហើយអ្វីដែលកាន់តែពិសេសនោះបាទគឺតាក់ទងជាមួយនឹងទូវិជារបស់យើងគឺមានការរៀបចំជាប្រភេទទូ inox ជាពិសេសជូនគាត់តែម្ដងដោយសារគាត់មានការកម្មង់អញ្ចឹងនិយាយថាម៉ាស៊ីននេះគឺយើងរៀបចំជាស៊េរីថ្មីជូនគាត់ដើម្បីឲ្យការប្រើប្រាស់ទីតាំងរបស់គាត់ងាយស្រួលបាទក៏ដូចជាការរៀបចំនេះគឺយើងធានាទៅលើគុណភាពរបស់គាត់ជូនគាត់តែម្ដងដើម្បីឲ្យការប្រើប្រាស់ទឹកនៅក្នុងសហគមន៍របស់គាត់ទទួលបានគុណភាពហើយអ្វីដែលកាន់ពិសេសម៉ាស៊ីននេះមិនមែនតែមួយគ្រឿងទេបងប្អូននៅក្នុង project នេះនៅខេត្តបៃលិនមួយគ្រឿងនិងមួយគ្រឿងទៀតនៅស្រុកសាលាក្រៅនៅខេត្តបៃលិនដូចគ្នាគាត់នៅទីស្រុកបាទអញ្ចឹងគឺយើងមានចំនួន2គ្រឿងបងប្អូនអញ្ចឹងនេះគឺជាគ្រឿងទី1ហើយនេះគឺជាគ្រឿងទី2បាទគ្រឿងនេះគឺដូចគ្នាទាំងអស់តែម្ដងគ្រាន់តែការរៀបចំមាន2ទីតាំងផ្សេងគ្នាហើយគម្រោងសម្រាប់ម៉ាស៊ីនទាំងពីរនេះគឺយើងនឹងដឹកជូនតម្លើងជូនម្ចាស់គម្រោងរបស់យើងនៅខាងខេត្តបៃលិននៅថ្ងៃស្អែកនេះទាំងពីរគ្រឿងរួមគ្នាតែម្ដងអញ្ចឹងនៅពេលដែលក្រុមការងារបានរៀបចំអាប់ដេតជូនម្ចាស់គម្រោងរបស់យើងរួចរាល់ហើយយើងនឹងមានវីដេអូថ្មីជូនបងប្អូនបាទអរគុណច្រើន